ជាកិច្ចចាប់ផ្ដើមខ្ញុំសូមគោរពជំរាបសួរដល់សាស្ត្រាចារ្យលោកគ្រូហួរតុលាខ្ញុំបាទឈ្មោះជ័យសូវាសនាថ្ងៃនេះខ្ញុំមានប្រធានបទមួយអឺតាក់ទងនឹងប្រសិទ្ធភាពនៃគំនូរការងាររួមបញ្ចូល hybrid work model លើផលិតភាពនិងសុខនិងភាពសុខមាលានេះជាមាតិកាមួយសេចក្តីផ្ដើមពីរនិយមន័យ3គោលបំណងនៃការស្រាវជ្រាវបង្កើតគោលនយោបាយច្បាស់លាស់បណ្ដុះបណ្ដាលអ្នកគ្រប់គ្រងនិងបុគ្គលិកផ្ដល់ការគាំទ្រចំពោះទំនាក់ទំនងនិងសុខភាព4សេចក្តីសន្និដ្ឋាន5ឯកសារយោង1សេចក្តីផ្ដើមគំនូរការងាររួមបញ្ចូលមានន័យថាបុគ្គលិកធ្វើការបានទាំងនៅការិយាល័យនិងពីចម្ងាយដូចជានៅផ្ទះគំរូនេះកើតចេញពីក្រោយការរាតត្បាតនៃជំងឺ COVID-19 វាបានផ្លាស់ប្ដូររបៀបធ្វើការនិងការគ្រប់គ្រងធនធានមនុស្សយ៉ាងខ្លាំងចំណុចនេះគេចង់បង្ហាញថាមិនថាយើងនៅទីណាទេក៏យើងអាចបំពេញការងារបានដែរដូចជាយើងមានទូរស័ព្ទដៃឬក៏កុំព្យូទ័រយើងអាចបំពេញការងារនៅទីកន្លែងណាមួយដែលមិនមែនជា office យើងឬក៏ជាកន្លែងដែលយើងធ្វើការតែយើងអាចបំពេញតាម platform ដែលការងារត្រូវបានបំពេញ2និយមន័យអត្ថប្រយោជន៍របស់គំរូ hybrid work បុគ្គលិកមានភាពបត់បែននិងមានសេរីភាពជាងមុនការសន្សំពេលវេលានិងថ្លៃដើមក្នុងការធ្វើដំណើរអាចបង្កើតស្ថានភាពធ្វើការដែលបន្ថែមផលិតភាពជំរុញភាពច្នៃប្រឌិតនិងភាពជោគជ័យនៃក្រុមហ៊ុនការងារសម្រាប់ចំណុចនេះគេចង់បានន័យថាសម្រាប់បុគ្គលិកមិនមានភាពតានតឹងហើយគាត់មានការច្នៃប្រឌិតខ្ពស់ហើយគាត់មានការចំណេញទៅលើថ្លៃធ្វើដំណើររបស់គាត់ដែលយើងហៅថាសម្រាប់សហុយហើយគាត់នឹងមានទឹកចិត្តនិងបង្កើនសមត្ថភាពខ្លួនឯងដើម្បីជួយក្រុមហ៊ុនឲ្យជោគជ័យរីកចម្រើនទៅមុខ3គោលបំណងនៃការស្រាវជ្រាវបង្ហាញថាបុគ្គលិកនៅក្នុងគំរូ hybrid មានផលិតភាពខ្ពស់ជាងការធ្វើការផ្ទាល់ទាំងអស់ឬឆ្ងាយទាំងអស់ការដំឡើងតម្លៃការងារពីខ្លួនឯងកើនឡើងក្រុមហ៊ុនបានអះអាងថាមានការកាត់បន្ថយលទ្ធផលខ្សោយនិងកើនសមត្ថភាពបំពេញការងារបុគ្គលិកមានសមតុល្យល្អរវាងការងារនិងជីវិតផ្ទាល់ខ្លួនការកាត់បន្ថយអារម្មណ៍អស់កម្លាំងមានភាពសុខចិត្តនិងភាពសប្បាយចិត្តក្នុងការងារខ្ពស់ជាងមុនសម្រាប់ការស្រាវជ្រាវរបស់បុគ្គលិកនៅក្នុងគំរូ hybrid គេចង់ឲ្យបុគ្គលិកហ្នឹងមានការបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំងដើម្បីជួយទៅដល់ការងារហើយកាត់បន្ថយភាពតានតឹងដើម្បីជួយសម្រាលបន្ទុកដល់បុគ្គលិកមិនឲ្យមានអារម្មណ៍ថាធ្វើការទៅពិបាកតែពេលអញ្ចឹងទៅអាចប៉ះពាល់ដល់ការងាររបស់ក្រុមហ៊ុន4សេចក្តីសន្និដ្ឋានបញ្ហាការទំនាក់ទំនងនិងការសហការពីចម្ងាយអាចបង្កើតភាពកាន់តែឆ្ងាយក្នុងក្រុមប្រើប្រាស់បច្ចេកវិទ្យានិងសុវត្ថិភាពទិន្នន័យខ្ពស់គំរូការងាររួមបញ្ចូលគឺការផ្លាស់ប្ដូរដ៏សំខាន់ក្នុងស្ថាប័នសហគ្រាសសម័យថ្មីវាបានបង្ហាញពីអត្ថប្រយោជន៍ដ៏ច្រើនលើទាំងផលិតភាពនិងសុខុមាលភាពបុគ្គលិកប៉ុន្តែក៏ត្រូវការយុទ្ធសាស្ត្រគ្រប់គ្រងដើម្បីដោះស្រាយបញ្ហាប្រឈមផងដែរនេះជា reference ឯកសារយោងជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូដែលបានចំណាយពេលស្ដាប់ការបកស្រាយរបស់ខ្ញុំនិងសូមជម្រាបលា